គឺសត្វមាន់ខ្ញុំដឹងហើយថាអ្នកទាំងអស់គ្នាស្គាល់វាហើយខ្ញុំក៏ដឹងថាអ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់ញ៉ាំវាដែរនៅលើពិភពលោកយើងនេះមានចំនួនមនុស្សជាង 6,000 លាននាក់តែអ្នកដឹងទេសត្វមាន់ទាំងអស់នៅលើโลกនេះមានចំនួនដល់ទៅ 25,000 លានឯណោះគឺដោយសារតែមនុស្សយើងចិញ្ចឹមវាដើម្បីយកសាច់និងពងជាអាហារតែទោះជាយ៉ាងនេះក្តីយើងដូចជាមិនសូវស្គាល់ច្បាស់ពីសត្វមាន់ប៉ុន្មានទេគិតអញ្ចឹងអត់ក្នុងចំណោមសត្វបក្សីទាំងអស់មានបក្សីជាច្រើនដែលងាយនឹងចិញ្ចឹមនិងមានរសជាតិឆ្ងាញ់ដែរតែហេតុអ្វីបានជាមនុស្សយើងជ្រើសយកសត្វមាន់មកចិញ្ចឹមមនុស្សបានចាប់ផ្ដើមចិញ្ចឹមមាន់តាំងពី 8,000 ឆ្នាំមុនពួកវាមិនត្រឹមតែងាយចិញ្ចឹមទេពួកវាក៏ងាយបង្កាត់ពូជដែរនៅលើពិភពលោកយើងនេះមានពូជមាន់ជាង 200 ប្រភេទហើយប្រភេទទាំងនោះសុទ្ធសឹងតែបង្កើតឡើងដោយមនុស្សយើងពូជខ្លះគេចិញ្ចឹមយកពងពូជខ្លះគេចិញ្ចឹមយកសាច់ហើយពូជខ្លះទៀតសម្រាប់ជល់ហេតុផលដែលធំមួយដែលមនុស្សយើងចិញ្ចឹមមាន់គឺដោយសារពងរបស់វាដែលមានរសជាតិឆ្ងាញ់និងសម្បូរដោយប្រូតេអ៊ីនអ្នកដឹងទេនៅក្នុងសង្គមរបស់មាន់ពួកវាបានបែងចែកឋានៈគ្នាយ៉ាងច្បាស់លាស់ក្នុងវងនីមួយៗគឺមានមេវងមួយអញ្ចឹងបានន័យថាមាន់នីមួយៗស្គាល់ពីឋានៈរបស់ខ្លួននេះជួយកាត់បន្ថយការចឹកដណ្ដើមចំណីគ្នាម្យ៉ាងទៀតពួកវាទំនាក់ទំនងគ្នានិងស្ថិតនៅជាក្រុមទោះពេលមានអាសន្នក៏ដោយដូចនេះគេអាចចិញ្ចឹមពួកវាជាចំនួនច្រើនហើយនៅជាមួយគ្នាបានអ្នកដឹងទេអ្នកអាចចិញ្ចឹមសត្វមាន់នៅកន្លែងត្រជាក់ដូចនៅអឺរ៉ុបក៏បានឬនៅកន្លែងក្តៅដូចនៅប្រទេសខ្មែរក៏បានមាន់គ្មានបញ្ហាទេព្រោះពួកវាងាយនឹងសម្របតាមអាកាសធាតុណាស់យើងក៏មិនចាំបាច់គៀងពួកវាដិតដល់ពេកដូចសត្វចៀមហើយក៏មិនត្រូវការមនុស្សធ្វើជាចៅហ្វាយរបស់ពួកវាដូចសត្វឆ្កែដែរដូចនេះហើយបើប្រៀបធៀបទៅនឹងសត្វបក្សីដទៃមាន់ងាយចិញ្ចឹមជាងឆ្ងាយណាស់មនុស្សសុចរិតតែងតែថែទាំសត្វពាហនៈរបស់ខ្លួនរីឯមនុស្សអាក្រក់វិញគ្មានចិត្តមេត្តាករុណាទាល់តែសោះ